បាទសួស្តីអ្នកទាំងអស់គ្នាបាទឥឡូវស្វាគមន៍វិលត្រឡប់មកកាន់ Channel របស់ខ្ញុំម្ដងទៀតណាបាទអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាមានដឹងអីគឺឥឡូវហ្នឹងគឺក្រុមហ៊ុន Smart បាទអាចឲ្យអ្នកទាំងអស់គ្នាធ្វើការបាញ់លុយ Smart ក្រៅប្រព័ន្ធបានណាអ្នកទាំងអស់គ្នាហើយយើងបាញ់មិនចាំបាច់ត្រូវការលេខកូដសម្ងាត់ពីខាងក្រុមហ៊ុនទេគឺយើងបាញ់ direct ផ្ទាល់តែម្ដងគឺងាយស្រួលតែម្ដងណាអញ្ចឹងការពីមុនយើងត្រូវការស្នើសុំលេខកូដពីខាងក្រុមហ៊ុន Smart ដើម្បីធ្វើការបាញ់លុយ ប៉ុន្តែឥឡូវហ្នឹងគឺអត់ទេយើងបាញ់ direct ផ្ទាល់តែម្ដងអញ្ចឹងវាងាយស្រួលជាងមុនទៀតបាទដោយយើងគ្រាន់តែចុចលេខកូដក្នុងការបាញ់ផ្ទាល់តែម្ដងណាអូខេអញ្ចឹងមុនខ្ញុំបង្ហាញសូមអ្នកនរគ្នាដែរអត់ទាន់បាទ subscribe channel ខ្ញុំបាទទេអាចធ្វើការចុចបានណាដើម្បីទទួលបានវីដេអូខ្ញុំបាទបន្ថែមបន្តទៀតណាហើយកុំភ្លេច share វីដេអូខ្ញុំមួយតគ្នាផងណាដើម្បីជាការចែករំលែកដល់បងប្អូនយើងផ្សេងទៀតឲ្យគាត់បានដឹងផងណាបាទកុំភ្លេច share តគ្នាណា អូខេចឹងឥឡូវយើងចូលមកកាន់របៀបក្នុងការបាញ់លុយ Smart ក្រៅប្រព័ន្ធតែម្ដងបាទអូខេបាទចឹងឥឡូវដើម្បីបាញ់លុយបានចឹងសូមអ្នកនរគ្នាចុចតាមលេខកូដនេះណាបាទចឹងលេខកូដបាញ់លុយគឺងាយស្រួលទេគឺយើងមិនចាំបាច់ស្នើសុំលេខកូដសម្ងាត់ទេយើងចុចតាមលេខកូដ direct ផ្ទាល់តែម្ដងចឹងក្នុងការបាញ់គឺអ្នកនរគ្នាចុចបាទផ្កាយ1700ផ្កាយបាទ03ដើមផ្កាយទៀតបាទហើយយើងដាក់លេខទូរស័ព្ទបាទអូខេជាឧទាហរណ៍លេខបាទ010 45 63 53បាទហើយផ្កាយទៀតអ្នកនរគ្នាបាទយើងដាក់នេះបាទគឺបាទផ្កាយផ្កាយ1700ផ្កាយ03ដើមផ្កាយលេខទូរស័ព្ទផ្កាយបាទហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាចំនួនទឹកប្រាក់បើសិនជាយើងចង់បាញ់$1យើងដាក់លេខ1បាទចង់បាញ់$2យើងដាក់លេខ2បាទសំទោសហ្នឹងហើយចង់បាញ់$3យើងដាក់លេខ3ចង់បាញ់$4យើងដាក់លេខ4ណាបាទបន្តមកអ្នកទាំងអស់គ្នាចុចទ្រង់ជ្រុបបញ្ជូនបាទអញ្ចឹងបើយើងចង់បាញ់ម៉ែយើងដាក់ចំនួនប៉ុណ្ណឹងមកណាបាទប៉ុន្តែសូមបញ្ជាក់ថាយើងអាចបាញ់បានតែចំនួនគត់ទេអញ្ចឹងយើងមិនអាចបាញ់ចំនួនជាលក្ខណៈសេសទេបាទមានន័យថាយើងអត់អាចបាញ់ចំនួនសេសដូចជា50សេនឬក៏1រៀលកន្លះឬក៏10សេនឬក៏20សេនទេគឺយើងអាចបាញ់បានតែចំនួនគត់ទេចំនួនគត់នោះមានន័យថា$1ឬក៏$2ឬក៏$3ណាអញ្ចឹងបើយើងចង់បាញ់1រៀលយើងដាក់លេខទូរស័ព្ទលេខ1មកបើយើងចង់ដាក់បាញ់$2យើងដាក់លេខ2ណាចង់បាញ់$3ដាក់លេខ3ចេះអ្នកទាំងអស់គ្នាតើទេបាទអញ្ចឹងឧទាហរណ៍ថាយើងចង់បាញ់$2ចុះបាទដាក់លេខ2ឬចង់បាញ់$1ដាក់លេខ1បន្ទាប់មកអ្នកទាំងអស់គ្នាចុចទ្រង់ជ្រូកបាទអញ្ចឹងក្នុងការបាញ់ម្ដងគឺអ្នកទាំងអស់គ្នាត្រូវចំណាយទឹកប្រាក់ថ្លៃសេវាកម្មបាញ់ហ្នឹងគឺ10សេនអញ្ចឹងបើសិនជាយើងចង់បាញ់$1ជាអ្នកទាំងអស់គ្នាគឺត្រូវតែតម្រូវឲ្យមានទឹកប្រាក់យ៉ាងហោចណាស់គឺបាទហើយក្នុងការបាញ់ម្ដងហ្នឹងយើងត្រូវបាញ់ថ្លៃសេវាកម្មហ្នឹងគឺ10សេនបាទណាអញ្ចឹងពេលដែលយើងបាញ់យ៉ាងហោចណាស់ក៏យើងត្រូវមានទឹកប្រាក់នៅក្នុងខ្លួនឯងនៅសល់គឺ$1ដែរ$1ដែរអញ្ចឹងមានន័យថាបើយើងចង់បាញ់បាទអញ្ចឹងក្នុងការបាញ់ម្ដងគឺយ៉ាងហោចអ្នកទាំងអស់គ្នាត្រូវមានទឹកប្រាក់យ៉ាងហោចណាស់គឺនៅសល់$1ខ្លួនឯងផងដែរអញ្ចឹងមកគេយើងគិតទៅគឺបើយើងចង់បាញ់1រៀលយើងត្រូវមានទឹកប្រាក់យ៉ាងហោចណាស់គឺ$210សេនគឺថ្លៃបាញ់សេវា10សេនហើយបាញ់ទៅឲ្យគេគឺហើយបាញ់ហ្នឹងគឺ1រៀលទៀតបាទអញ្ចឹងយើងត្រូវនៅក្នុងខ្លួនឯងមាន1រៀលដែរស្រាប់ទៅវាមាន$210សេនបាទអញ្ចឹងក្នុងការបាញ់គឺអ្នកនរគ្នាអាចចុចតាមលេខកូដនឹងបានណានេះកន្លែងនេះឃើញទេផ្កាយ1700ផ្កាយ03ដើមផ្កាយលេខទូរស័ព្ទបាទផ្កាយលេខ1ឲ្យទ្រង់ជួបបញ្ជូនបាទអញ្ចឹងយើងចង់បាញ់1រៀលយើងត្រូវមានទឹកប្រាក់$210សេនបើយើងចង់បាញ់$2ត្រូវមានទឹកប្រាក់$310សេនយើងគុណតគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងគុណតគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតក្នុងការបាញ់យើងចុចផ្កាយ10សំទោសបាទផ្កាយ1700ផ្កាយបាទ03ដើមផ្កាយដាក់លេខទូរស័ព្ទបាទឧទាហរណ៍010 45 63 53 010 45ផ្កាយទៀតបាទផ្កាយទៀតហើយបន្តមកទៀតយើងដាក់ចំនួនទឹកប្រាក់បាទផ្កាយ
ចំនួនទឹកប្រាក់ហើយបាទម្រាចង់ដាក់ម្រាបាទចង់បាញ់$2ដាក់លេខ2មកបាទហើយយើងចុចទ្រង់ចិត្តបញ្ជូនតែប៉ុណ្្នឹងរួចជាការស្រេចណាគឺងាយតែម្ដងបាទអូខេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងណាហើយកុំភ្លេច share វីដេអូខ្ញុំតគ្នាផងណាបាទអញ្ចឹងពីខ្ញុំមានប៉ុណ្ណឹងបងប្អូនបាយបាយណាបាទមានចង្អុលអាច comment សួរបានខាងក្រោមវីដេអូអរគុណបាយបាយបងប្អូនបាទ